បាទក្រុមជ្រើសសួរហើយក៏សួស្តីទៅកាន់បងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនានៅវីដេអូនេះផងដែរអូខេថ្ងៃនេះគឺលោកគ្រូមកធ្វើវីដេអូតពីវីដេអូមុនកាលវីដេអូមុនលោកគ្រូបានបង្ហាញអំពីមេតិកាក៏ដូចជាបញ្ជីនៃអត្ថបទដែលមាននៅក្នុងសៀវភៅគណិតវិទ្យាឆ្នាំទី11ណាហើយគេតែរៀនខ្លះចឹងក្នុងជំពូកទី1នេះគឺយើងរៀនតែនឹងមេរៀន switch និង switch យើងមាន switch ចំនួនពិត switch និពន្ធនិង switch ធនធានអញ្ចឹងតើពាក្យថា switch បានន័យថាម៉េចអញ្ចឹងពាក្យថា switch ហ្នឹងគឺបានន័យថាគឺគេសិក្សាទៅលើភាពកើននិងភាពចុះដែលវាមានតម្លៃជាក់លាក់ណាមួយបើនិយាយពី switch ចំនួនពិត switch និពន្ធនិង switch ធនធានវាមាននិយមន័យតាមទៀតអញ្ចឹងមេរៀនទី1យើងសិក្សាទៅលើមេរៀន switch ចំនួនពិតណាមេរៀនទី1គឺទៅនឹង switch ចំនួនពិតអញ្ចឹងពាក្យថា switch ចំនួនពិតវាគឺជាអីគេ switch ចំនួនពិតបើយើងមើលតាមនិយមន័យជាទូទៅវាគឺជាអនុគមលេខដែលកំណត់ពី n ទៅ r អញ្ចឹងពាក្យថា n ហ្នឹងគឺជាចំនួនកុដធម្មជាតិណាអញ្ចឹងចំនួនកុដធម្មជាតិគេរាប់ចាប់ពីណាទៅណាចំនួនកុដធម្មជាតិគឺរាប់ចាប់ពី1ទៅណាអូខេ1 2 3ចុចរហូតដល់មកកណ្ដាលហ្នឹងគឺចំនួនកុដធម្មជាតិចំណែកឯចំនួនពិតណាចំនួនពិតគឺយើងរាប់ទាំងខាងណាយើងរាប់ទាំងបូកអណ្ដាតនិងដកអណ្ដាតចំនួនពិតដូចនៅខាងលើក៏គេបានបង្ហាញយើងចំនួនពិតនេះចំនួនពិតដែលគេបង្ហាញគឺគេរាប់ចាប់ពីណាទៅអនុគមនៃ n និងអនុគមនៃអីគេនៃ r អញ្ចឹង r ហ្នឹងគឺចំនួនពិតវារាប់ចាប់ពីបូកអណ្ដាតនិងដកអណ្ដាតអញ្ចឹងទាំងផ្នែកអវិជ្ជមាននិងវិជ្ជមានបាទអញ្ចឹងយើងបន្តទៅទៀតណាពាក្យអនុគមនៃលេខហ្នឹងគឺជាតំណែងនៃលេខដែលកំណត់ពីចំនួនកុដធម្មជាតិ n ទៅចំនួនពិត r អញ្ចឹងពាក្យថា n ហ្នឹងគឺមកពាក្យពេញថា nature and r គឺ real number គឺ nature number គេចំនួនធម្មជាតិកុដធម្មជាតិ real number គឺចំនួនពិតអូខេតោះបន្តទៀតអញ្ចឹងយើងត្រូវដឹងថានៅក្នុងមេរៀន switch ចំនួនពិតនេះគឺជា switch មួយដែលយើងសិក្សាអំពីអនុគមនៃលេខដែលលោកគ្រូបានបង្ហាញមកអញ្ចឹងហើយក្នុងនេះគឺយើងបែងចែកជា2មាន switch រាប់អស់និង switch រាប់មិនអស់អញ្ចឹង switch រាប់អស់នេះយើងដឹងថាពាក្យថារាប់អស់គឺយើងរាប់បានដូច switch នេះគឺយើងអាចរាប់បានណា1 3 5អញ្ចឹងដល់15នេះគឺរាប់អស់ switch រាប់អស់គឺมันកំណត់នេះគឺ switch នេះឲ្យ1 2 3 4 5ចុចចុចអញ្ចឹងគឺរាប់អស់ហើយគេហៅថា switch រាប់មិនអស់ឬហៅថា switch អនន្តតួនេះអូខេអញ្ចឹងយើងទៅមើលឧទាហរណ៍ឬក៏ជាហាត់គម្រោងក្នុងមេរៀននេះណាហាត់គម្រោងទី1អញ្ចឹងឲ្យយើងចូលបំពេញតួនៃ switch ខាងក្រោមបាន3តួអញ្ចឹងយើងដឹងហើយអនុគមនៃលេខគឺវាកើនឬក៏ចុះហ្នឹងណាដំបូងគឺយើងពិនិត្យទៅលើតួនឹងសិនតើវាកើនឬក៏ចុះឥឡូវយើងពិនិត្យមើល1 5 9អញ្ចឹងបើយើងមើលទៅគឺវាកើនអត់ចុះណាអញ្ចឹងកើនពី1ទៅ5ពី5ទៅ9បើយើងគិតតាមតម្លៃតួតើវាកើនបែបណាអញ្ចឹងវាថាគេឲ្យសរសេរ3តួបន្ទាប់ពីយើងសរសេរគឺយើងសរសេរពីលេខដែលគេមានស្រាប់នេះយើងសរសេរ3តួបន្តទៀតនេះដូចក្នុងហាត់គម្រោងគេបានបង្ហាញចម្លើយស្រាប់អញ្ចឹងតើវាកើនវិញបាន13យើងមើលពី1ទៅ5កើនពី1ទៅ5កើន4អញ្ចឹងមានថា1 + 4គឺស្មើ5 4អញ្ចឹងពី5ទៅ9កាន់4អញ្ចឹងកាន់ថេនេះកាន់ថេស្រួលហើយយើងគាត់បូក4តទៅគឺយើងរកឃើញ3តួទៅអញ្ចឹងមានថាយើងយក4ដល់1បូក5តួទី1បូក4តួទី2បូក4តួទី3បូក4ទៀតអញ្ចឹងបូកមកបាន13ដល់7ចូលរំហាត់ខយើងមើលសិនថាវាកើនដូចរំហាត់ខអញ្ចឹងមើលមើលនេះគឺវាកើនលក្ខណៈជាស្វ័យគុណរបស់វាគឺថេហើយយើងមើល1ទៅ8បើយើងកំណត់តួវាថាកើនតាមផលបូកគាត់ចេញផលដកគាត់ចេញដែរចឹងវាមានតែកើនតាមផលគុណណាផលគុណគឺបានន័យថា1គឺយើងលើកជាស្វ័យគុណ3អញ្ចឹង8អាចខ្សែចំណាត់2គីម27មក3គីមអញ្ចឹងបន្ទាប់ពី27មកអញ្ចឹងបានថា1 2 3អញ្ចឹងស្វ័យគុណថេ3រហូតអញ្ចឹងបានថា4គីមអញ្ចឹង4គីមបានគឺ64ស្មើតែ5គីមបាន125 6គីមបានគឺ216អញ្ចឹងចំពោះលំហាត់ទី1យើងទៅដឹងអូខេបើយើងសរសេរបែបនេះគឺយើងមើលពីតួសិនតួដែលឲ្យស្រាប់ហ្នឹងយើងមើលវាអត់លទ្ធភាពសម្រាប់ថាវាកើនថេឬក៏ចុះថេយើងមើលទៅវានេះចឹងវាកើនស្វ័យគុណថេរបស់វាគឺស្វ័យគុណ3តែតួវាគឺកើនដូចគ្នាកើន1 2 3ចឹងអូខេអានេះគេហៅថា switch រាប់មិនអស់នេះគឺ switch រាប់អស់ដល់ពេលគេសរសេរជាចម្លើយនេះគឺ switch រាប់អស់ហើយអូខេអញ្ចឹងយើងប៉ុណ្ណឹងហើយចំពោះលំហាត់គម្រោងទី2លោកគ្រូនឹងបង្ហាញនៅវីដេអូបន្តទៀតអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀតបាទ